សួស្តីអ្នកនរគ្នាថ្ងៃនេះដែរ admin សូមបង្ហាញអំពីទីតាំងលក់បបរនិងមីស៊ុបមួយកន្លែងដែលស្ថិតនៅតាមភូមិរបស់បងប្អូនជនជាតិអ៊ីស្លាមណាដែលទីតាំងរបស់គាត់ស្ថិតនៅក្នុងភូមិដើមស្ពៃសង្កាត់ស្លាកែតដោយយើងគ្រាន់ជិះពីស្ពានស្លាកែតមកប្រហែលជាខ្ទង់50 ទៅ 60 ម៉ែត្រហាងរបស់គាត់ហ្នឹងគឺនៅខាងស្ដាំដៃនឹងឯងបងប្អូនអ្នកគ្នាហើយហាងរបស់គាត់មានលក់ច្រើនអ្នកនរគ្នាមានបបរមានមីខ្មែរមីស៊ុបមីអីគឺមានច្រើនដូចនៅក្នុងវីដេអូនេះចឹងគឺហើយយើងអាចមកសាកបានអ្នកនរគ្នាហើយកន្លែងរបស់គាត់ហ្នឹងមានលក់ជាបបរមានច្រើនមានបបរមាន់បបរត្រីហើយអ្វីតែកាន់ពិសេសហ្នឹងមានបបរគ្រឿងក្នុងមានបបរកមាន់កអីគឺយើងអាចឲ្យគាត់ថែមបានតាមហ្នឹងមានជាពិសេសមានជើងមាន់ជើងអីសម្រាប់ឲ្យយើងថែមណាអ្នកគ្នាហើយជាប្រភេទបាញ់កាញ់បាញ់អីក៏មានដែរហើយមួយទៀតបើសិនជាយើងនិយាយអំពីរសជាតិវិញអ្នកគ្នាបបរតាមភូមិមើលទៅបែបសាមញ្ញប៉ុន្តែតម្លៃធូរថ្លៃហើយជាមួយនឹងរសជាតិធានាថារសជាតិគឺឆ្ងាញ់មែនតើអ្នកគ្នាគឺកន្លែងគាត់ហ្នឹងណាខ្ញុំហ៊ានអាងថាបើសិនជាហាងធំមួយចំនួនរសជាតិខ្ញុំថាប្រៀបធៀបជាមួយនឹងកន្លែងគាត់គឺមិនចាញ់គ្នាប្រមាណទេអ្នកគ្នាដោយសារថាការផ្សំគ្រឿងរបស់គាត់គឺគាត់ប្លែកពីគេគាត់តម្រូវទៅតាមចំណង់ចំណូលចិត្តរបស់អ្នកភូមិណាហើយអញ្ចឹងការលក់របស់គាត់គឺដាច់មែនតើហើយគាត់ចាប់បើកចាំងពីម៉ោង2 រសៀលហ្នឹងហើយម៉ោង2 រសៀលគឺគាត់បបរគាត់ចាប់ដើមឆ្អិនហើយអញ្ចឹងអ្នកភូមិបងប្អូនជនជាតិអ៊ីស្លាមនៅកន្លែងភូមិគាត់ហ្នឹងគឺចាប់ដើមមកទិញបបរឬក៏មីស៊ុបនៅកន្លែងគាត់ហើយដូចខ្ញុំនិយាយអញ្ចឹងបបរនៅកន្លែងគាត់ទីតាំងរបស់គាត់រៀងតូចជាទៀតមែនប៉ុន្តែគាត់ថាកន្លែងចតម៉ូតូចតឡានអីគឺយើងអាចចតបានហើយរសជាតិជាមួយនឹងតម្លៃបបរតាមភូមិគឺហត់អស់ពីចានតែម្ដងអ្នកនរគ្នាមិនថាបបរទេខ្ញុំធ្លាប់ទៅញ៉ាំកន្លែងគាត់ច្រើនដងដែរមិនថាបបរឬក៏មីស៊ុបអីទេគឺរសជាតិគឺ cool មែនតើហើយអ្វីតែពិសេសនោះដូចខ្ញុំនិយាយអញ្ចឹងគឺយើងថែមកមាន់យើងថែមកញ្ញាំជើងកញ្ញាំអីណាអញ្ចឹងអ្នកចូលចិត្តកញ្ញាំជើងកញ្ញាំអីហ្នឹងអ្នកនរគ្នាអាចទៅសាកនៅកន្លែងគាត់បានហើយតម្លៃដូចខ្ញុំនិយាយអញ្ចឹងគឺត្រឹមតែ3000 ទៅ 4000 ឬក៏ 5000 រៀលទៅតាមអ្វីដែលអ្នកអរគ្នាកំងណាអញ្ចឹងអ្នកដែលមិនទាន់បានសាកអាចមកសាកបានហើយអរគុណសម្រាប់ការតាមដានទស្សនាវីដេអូមួយហ្នឹងតាំងពីដើមរហូតដល់ចប់កុំភ្លេច follow និង like page ម្នាក់មួយផងអរគុណអ្នកនរគ្នា